វិធីចែកពហុធាតុចំពោះវីដេអូមុនខ្ញុំបានបង្ហាញរួចហើយទាក់ទងទៅនឹងវិធីចែកពហុធាតុដែលវានឹងវាចែកដាច់អត់មានសំណល់ទេចំណែកវិធីចែកនេះគឺវាចែកអត់ដាច់មានន័យថាវានៅសំណល់អញ្ចឹងយើងមាន 4x ដកឲ្យ 5 ចែកឲ្យ x បូកឲ្យ 2ដល់យើងយកបាន4អញ្ចឹងយក4ទៅគុណនឹង x មកគឺបាន 4x ហើយយក4ទៅគុណនឹងបូក2មកអញ្ចឹង4គុណនឹង2ស្មើ8អញ្ចឹងយើងបានបូក8តែមកយើងធ្វើការដកមកអញ្ចឹង 4x ដកឲ្យ 4x គឺអស់ហើយយកដក5ទៅដកនឹងបូក8អញ្ចឹងដកគុណនឹងបូកក៏យើងបានដក8ទៅមកយកដក5មកដក8មកយើងស្មើឲ្យដក13រួចហើយយើងសរសេរផលចែកវាមកអញ្ចឹងយើងបានស្មើឲ្យ4យើងបូកទៅនឹងសំណល់អញ្ចឹងសំណល់យើងគឺដក13អញ្ចឹងយើងដាក់ដក13មកហើយយើងយកទៅចែកនឹងតួចែកគឺតួចែកយើងគឺ x បូកឲ្យ2នេះជារបៀបសរសេរផលចែកនៃពហុធាតុដែលចែកទៅវានៅសល់សំណល់